ទស្សនិកជននឹងមានកសិករជាទីមត្រីដើម្បីរួមចំណែកពង្រីកចិញ្ចឹមជលផលលើផ្ទៃដីចិញ្ចឹមបង្គានេះមិនសូវមានប្រសិទ្ធភាពឬជ្រែបជំងឺដំណាក់កាលឆ្នាំ2012ដល់ឆ្នាំ2014មជ្ឈមណ្ឌលជំរុញកសិកម្មជាតិបានផ្សព្វផ្សាយអនុវត្តគម្រោងអភិវឌ្ឍទម្រង់ចិញ្ចឹមត្រីឆ្ពង់បណ្ដាខេត្តនៅមាត់សមុទ្រក្នុងនោះមានខេត្តបាក់លាវគៀងយ៉ាងនិងខេត្តតាវិញនេតិកសិកម្មលើកនេះសូមអទេសនាមជូនទស្សនិកជននិងមេមានកសិករអំពីបច្ចេកទេសចិញ្ចឹមត្រីឆ្ពង់នៅខេត្តគៀងយ៉ាងគ្រួសារបងវៀងថាញ់បេងនៅភូមិរចដុងឃុំបន្ទ្រីស្រុកគៀងលឿងបានមជ្ឈមណ្ឌលជំរុញកសិកម្មជំរុញនេសាទកម្មខេត្តគៀងយ៉ាងបានជ្រើសធ្វើជាទម្រង់ចិញ្ចឹមត្រីឆ្ពង់ក្នុងស្រះដោយផ្ទៃដី 0.5 ហិកតាមុននេះ 7 ខែក្នុងស្រះនេះបានលេងត្រីឆ្ពង់ពូជ 7,500 ក្បាលបងបិនចូលរួមទម្រង់បានជំនួយប្រាក់ត្រីពូជទាំង 100% និងប្រាក់ទិញចំណីឧស្សាហកម្ម 30% ក្រៅពីនេះគាត់នៅបានមជ្ឈមណ្ឌលជំនួយជីវៈផលិតផលថ្នាំបង្ការព្យាបាលជំងឺនិងណែនាំបច្ចេកទេសក្នុងដំណាក់កាលចិញ្ចឹមផងtừ ngày tôi làm theo mô hình tới giờ thì được ចាប់តាំងពីខ្ញុំធ្វើតាមទម្រង់មកដល់ពេលនេះបានប្រមាណ 7 ខែហើយខ្ញុំឃើញត្រីឆ្ពង់ក៏ងាយចិញ្ចឹមដែរតិចមានជំងឺឲ្យស៊ីចំណីឧស្សាហកម្មបង្កលក្ខណៈល្អឲ្យយើងមិនសូវផ្លាស់ទឹកបង់សហុយប្រេងសាំងតិចជាងឃើញធំធាត់ប្រហែល 9 ដល់ 10 ប្រៀបនឹងឲ្យស៊ីត្រីឆ្ពង់នេះដោយឡែកចំពោះខ្ញុំឧស្សាហកម្មផ្លាស់ទឹកគឺចិញ្ចឹមបានសម្រេចផលដោយ2ខែដំបូងគឺ10ថ្ងៃផ្លាស់ទឹកម្ដងប្រមាណ 30% 2ខែបន្ទាប់គឺប្រមាណ1សប្តាហ៍គឺយើងផ្លាស់ទឹកម្ដងក៏ប្រមាណ 30% ដែររីឯ2ខែទី4ឡើងទៅគឺប្រមាណ1សប្តាហ៍យើងផ្លាស់ទឹកម្ដងប៉ុន្តែប្រមាណ3ថ្ងៃយើងបន្ថែមទឹកម្ដងបូមទឹកបញ្ចូលម្ដងប្រមាណពី3ដល់4សង់ទីម៉ែត្រគឺបានហើយបូមចាំnước khoảng 3-4 phân nước là được ទីកន្លែងស្រះចិញ្ចឹមត្រីឆ្ពង់ត្រូវតែជ្រើសដីមានកម្រិតជូរទាបកម្រិត pH ពី 0.5 ដល់ 8.5 កម្រិតប្រៃប្រមាណពី 10 ដល់ 35 ភាគព័ន្ធនិងសីតុណ្ហភាពពី 26 ដល់ 30 អង្សាស្រះចិញ្ចឹមត្រីឆ្ពង់តែងតែមានរាង4ជ្រុងទ្រវែងឬ4ជ្រុងស្មើជាមួយខ្នាតពី 1000 ម៉ែត្រការ៉េដល់ 2 ហិកតាដើម្បីងាយថែទាំគ្រប់គ្រងនិងប្រមូលផលស្រះមានជម្រៅប្រមាណពី 1.2 ដល់ 1 ម៉ែត្រកន្លះកន្លែងស្រះចិញ្ចឹមត្រូវតែនៅឆ្ងាយពីមណ្ឌលឧស្សាហកម្មដើម្បីធានាប្រភពទឹកមិនជ្រាបកខ្វក់សម្ដៅចិញ្ចឹមត្រីសម្រាប់អត្រាត្រីរស់បានខ្ពស់និងធំធាត់ល្អខែបៃសាមុនរយៈពេលយើងដាក់ពូជចុះចិញ្ចឹមហ្នឹងយើងទៅបូមទឹកចេញយើងរក្សាធ្វើអនាម័យស្រះឲ្យបានល្អដូចជាយើងធ្វើស្មៅជំវិញភ្លឺស្រះភ្លឺសាសហើយយើងបូមនៅមួយមុខនៅបាតសាសហ្នឹងចេញខ្លះទុកប្រហែលជា10ដល់20 សង់ទីម៉ែត្រដើម្បីយើងបង្កពណ៌ទឹកហ្នឹងឲ្យវាឡើងពណ៌ទឹកល្អងាយឡើងពណ៌ទឹកល្អនេះដើម្បីយើងឡើងទទួលបានឡើងបរិស្ថានទឹកហ្នឹងឲ្យបាននឹងណូពេលដែលយើងបូមមួយមុខស្រះឡើងហើយយើងបាច់កំបោរសយើងប្រើកំបោរសកម្រិតពី10ដល់20 គីឡូឬ100 ម៉ែត្រការ៉េពេលយើងបាច់កំបោរសហើយយើងហាលបាតស្រះប្រហែលជា3ដល់7ថ្ងៃយើងកំហាលបាតស្រះនេះស្ងួតពេកដោយសារនេះមានជាតិជូរនោះផុសឡើងមួយយ៉ាងទៀតពេលយើងហាលបាតស្រះហើយយើងទៅកម្ចាត់នៅត្រីមួយមុខត្រីចម្រុះនៅក្នុងស្រះនេះអស់ពីព្រោះអីត្រីនេះអាចណាយើងដាក់ត្រីស្ពងពូជចូលវាអាចណាធានាថាវាស៊ីត្រីពូជនេះពេលយើងកម្ចាត់ត្រីចម្រុះហើយយើងជ្រើសរើសពិភពទឹកគឺកម្រិតប្រៃប្រហែលជា10ដល់25 ភាគព័ន្ធហ្នឹងយើងអាចនាំបូមចូលក្នុងស្រះចិញ្ចឹមបានកម្រិតទឹកយើងបូមចូលក្នុងស្រះមុនដំបូងហ្នឹងមានកម្រិតជ្រៅប្រហែលជា1.2ដល់1.5 ម៉ែត្រ
ហើយពេលយើងបូមទឹកចូលបានកម្រិតនេះហើយយើងអាចណាបង្កពណ៌ទឹកយើងមានប្រើជី NPK និង ជីអូរ៉េកម្រិតយើងប្រើ NPK ប្រហែលជា20គីឡូនិងបូកសរុបជាមួយ7គីអូរ៉េក្នុងជីអូរ៉េក្នុង1ហិកតាពេលយើងបាចជីនេះយើងយកទៅយើងត្រាំឲ្យរលាយហើយយើងសាច់ពេញក្នុងស្រះយើងហើយពេលយើងបង្កពណ៌ទឹកបានមួយសប្តាហ៍គឺទឹកមានពណ៌ខៀវបៃតងយើងអាចណាពិនិត្យនៅខាងកត្តាដូចជាកម្រិតប្រៃកម្រិត pH កម្រិតអូស៊ីហ្សែននិងកម្រិតខាងអាកាលីនីទីសមស្របយើងអាចណាដាក់ពូជនឹងចិញ្ចឹមបានត្រីឆ្ប៉ុងមានចរិតឬទីជម្រកបណ្ដោយតាមខ្សែទឹកវាលែងតែរស់នៅតំបន់ក្បែរមាត់ច្រាំងច្រកទន្លេព្រៃលិចទឹកប្រៃមានជម្រៅដល់40ម៉ែត្រក្នុងធម្មជាតិត្រីឆ្ប៉ុងកើតនៅក្នុងទឹកសាបនិងរើទីជម្រកទៅតំបន់ទឹកប្រៃលិចកូនបច្ចុប្បន្នប្រភេទជលផលនេះបានបងប្អូនច្រើនគ្រួសារនៅស្រុកគៀងឌឿងខេត្តគៀងយ៉ាងចិញ្ចឹមក្នុងស្រះបានសម្រេចជោគជ័យប្រភពត្រីឆ្ប៉ុងពូជបច្ចុប្បន្នសំខាន់គឺសពនិមិត្តហើយបងប្អូនភាគច្រើននៅទីនេះទិញពីខេត្តវង្សតាវមុនពេលលេងត្រីជលស្រះគឺត្រីពូជបានចិញ្ចឹមក្នុងសំណាញ់ប្រមាណ30ថ្ងៃត្រីស្ពងល្អគឺត្រីនេះមានពណ៌ភ្លឺរហ័សនិងមានជ្រាបជំងឺឬមួយមានការពិការហើយកម្រិតត្រីដូចជាប្រហែលជាពី8ដល់10សង់ទីម៉ែត្រឬមួយក្បាលជើរើសត្រីពូជចិញ្ចឹមនេះយើងមានការឃើញមកថាវាមានធំប៉ុណ្ណេះដើម្បីយើងដាក់ចូលចិញ្ចឹមនេះយើងកាត់បន្ថយការត្រីនេះអាចណាស៊ីគ្នាទៅវិញទៅមកបានព្រោះអីទំហំវាមិនស្មើគ្នាដងស៊ីតេយើងដាក់ចិញ្ចឹមនេះគឺថាពី1ដល់1.5ក្បាលលើ1ម៉ែត្រការ៉េយើងដាក់ចិញ្ចឹមនៅពេលព្រឹកឬមួយពេលល្ងាចគឺពីម៉ោង8ឬមួយlàម៉ោង5ល្ងាចយើងដាក់ចិញ្ចឹមបានត្រីឆ្ប៉ុងជាប្រភេទត្រីសាហាវចំណីដែលវាជល់ចិត្តគឺបណ្ដាប្រភេទត្រីចម្រុះបង្កងនិងប្រភេទសម្បកគ្រឿងផ្សេងស្រះចិញ្ចឹមគួបផ្សំមិនចាំបាច់បំពេញចំណីបន្ថែមទេចំណីស្រះចិញ្ចឹមដោយឡែកគឺត្រូវផ្ដល់ចំណីរាល់ថ្ងៃវិធីឲ្យស៊ីត្រីចម្រុះស្រស់ចិញ្ច្រាំល្អិតឲ្យស៊ី2លើកក្នុងមួយថ្ងៃនាពេលព្រឹកនិងពេលល្ងាចដោយ10%នៃទម្ងន់ត្រីក្នុងស្រះនៅ2ខែដំបូងក្រោយមកឲ្យស៊ីតែ1លើកក្នុងមួយថ្ងៃនាពេលល្ងាចដោយ5%នៃទម្ងន់ត្រីក្នុងស្រះពេលដែលយើងដាក់ត្រីចិញ្ចឹមហើយយើងត្រូវបង្ពាន់ត្រីចំណីឲ្យត្រីស៊ីប្រភពចំណីយើងមានពីប្រភពចំណីកែច្នៃដោយតាមលក្ខណៈគួរស្រះដូចជាយើងចាប់ត្រីចម្រុះបាននៅតាមទីខាងសមុទ្រជាទីខាងទន្លេយើងយកមកយើងកែច្នៃលាយជាមួយកន្ទក់ឬមួយខាងជីវជាតិផ្សេងទៀតយើងមកប៉ុនឲ្យត្រីស៊ីប្រភពមួយទៀតគឺប្រភពចំណីដែលផលិតចេញពីឧស្សាហកម្មយើងអាចណាយកមកបំពន់ឲ្យត្រីស៊ីរងាស្រួលជាពិសេសចំណីយើងយកចេញមកពីខាងក្រុមហ៊ុនគឺចំណីឧស្សាហកម្មយើងងាយស្រួលដើម្បីយើងយកកន្លែងចំណីនេះឲ្យត្រីស៊ីគឺថាពណ៌ទឹកនេះមានការនឹងនោះយើងអត់មានកន្លែងទឹកមានកខ្វក់ដូចជាយើងប្រើត្រីចម្រុះឲ្យត្រីស៊ីហើយពេលយើងឲ្យចំណីស៊ីយើងទៅពិនិត្យមើលសង្កេតមើលសុខភាពត្រីឬមួយត្រីនេះឡើងស៊ីច្រើនឬតិចយើងត្រូវនឹងកាត់បន្ថយឬមួយខាងបងកើនថែមចំណីឲ្យត្រីស៊ីឲ្យគ្រប់គ្រាន់យើងមិនគួរណាឲ្យស៊ីចំណីសល់ឬមួយខ្វះចំណីពីព្រោះអីយើងឲ្យចំណីសល់នេះយើងបង្កឲ្យទឹកនឹងមានការក្រហកនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ត្រីជាមួយត្រីនឹងលូតលាស់មិនល្អម្យ៉ាងទៀតយើងឲ្យចំណីត្រីស៊ីនេះខ្វះគឺថា
vừaប៉ះពាល់ដល់ការលូតលាស់របស់ត្រីនេះមានការលូតលាស់នេះយូរពេល ក្នុងដំណាក់កាលចិញ្ចឹមត្រីឆ្ពង់ក្រៅពីបំពេញបន្ថែមជាតិរ៉ែអេនស៊ីមរំលាយអាហារពេលឲ្យស៊ីគឺមានមីងកសិករត្រូវតែយកចិត្តទុកដាក់ផ្លាស់ទឹកការផ្លាស់ទឹកក្នុងស្រះចិញ្ចឹមត្រូវតែយោងលើអាកាសធាតុប៉សម្បុរនៃទឹកនិងស្ថានភាពសុខភាពរបស់ត្រីរាល់ថ្ងៃមានមីងកសិករត្រូវតែពិនិត្យមើលបណ្ដាកត្តាបរិស្ថានក្នុងស្រះចិញ្ចឹមដោយសីតុណ្ហភាពអុកស៊ីរលាយចូលទឹកកម្រិតប្រៃនិង pH ពេលយើងចិញ្ចឹមនេះយើងទៅតែផ្លាស់ដូរទឹកដូចជាមួយខែយើងផ្លាស់ដូរមួយដងយើងផ្លាស់ដូរនោះប្រហែលជា 30% កម្រិតទឹកនៅក្នុងស្រះពេលយើងផ្លាស់ដូរហើយទឹកបូមទឹកចូលហើយយើងទៅបាចថែមខាងជែវឡាយដើម្បីនឹងបង្កពណ៌ទឹកនឹងឲ្យបាននឹងមមបង្កលក្ខណៈឲ្យត្រីនឹងរស់ល្អពេលយើងបំពន់ចំណីឲ្យត្រីស៊ីនេះយើងត្រូវបំពន់ថែមជីវជាតិដូចជាវីតាមីន C ជាមួយខាងជាតិប្រីមិកឲ្យត្រីស៊ីបន្ថែមដើម្បីបង្កើនឡើងនៅការរលាយឬមួយបង្កើននៅខាងសុខភាពរបស់ត្រីនេះឲ្យបាននឹងមមដើម្បីទប់ទល់នៅការផ្លាស់ប្ដូរបរិស្ថានឬមួយខាងអាកាសធាតុដូចជាភ្លៀងឬមួយក្តៅ តាមបណ្ដាគ្រួសារចិញ្ចឹមត្រីឆ្ពង់នៅឃុំបិនត្រីស្រុកគៀងលឿងឲ្យដឹងថាប្រភេទជលផលនេះតិចកើតរោគប៉ុន្តែក្នុងដំណាក់កាលចិញ្ចឹមត្រូវតែតាមដានមកចត់កត្តាបរិស្ថានទឹកដើម្បីជួយត្រីឲ្យធំធាត់ល្អក្នុងករណីឃើញត្រីងាប់ក្នុងស្រះត្រូវតែស្រង់ចេញភ្លាមពិនិត្យមូលហេតុដើម្បីព្យាបាលទាន់ពេលដើម្បីចិញ្ចឹមត្រីឆ្ពង់សម្រាប់លទ្ធផលខ្ពស់មានមីងកសិករយកចិត្តទុកដាក់បញ្ហាមួយចំនួនដូចតទៅក្នុងការយើងចិញ្ចឹមនេះយើងត្រូវចាប់ត្រីស្បង់នេះត្រីស្ពង់នេះយើងសង្កេតមើលនៅលើខ្លួនត្រីស្ពង់នេះមានដំបៅឬមួយខាងកូនសត្វអ៊ីដទីចូលនៅក្នុងចាប់នៅលើត្រីស្ពង់ទេយើងទៅមានវិធីយើងព្យាបាលជាបន្ទាន់ចំពោះជំងឺយើងតែងតែជួបតេស្តជំងឺមួយចំនួនដូចជាជំងឺដំបៅគឺថាត្រីនេះមានដំបៅលើខ្លួនឬមួយលើក្នុងតប៉េះឬមួយនៅក្នុងលើកតុយត្រីវាមានដំបៅធំអាចណាធ្វើបង្កឲ្យត្រីនេះទៅងាប់ច្រើនស្រ័យហេតុនេះយើងមានការបង្ការជាមុនដូចជាយើងប្រើកំបោរសយើងបាចចូលស្រះការព្យាបាលយើងប្រើថ្នាំអូស៊ីតេចាសេលីនកម្រិតពី5 ក្រាមលើ1 គីឡូចំណីត្រីយើងលាយឲ្យស៊ីនៅក្នុងពេលក្នុងរយៈពេល5 ដល់ 7 ថ្ងៃជំងឺមួយទៀតគឺជំងឺហៅថាសម្លេងបាសដូចជាជំងឺនេះកើតឡើងនៅលើត្រីពូជពេលមានមេឃភ្លៀងច្រើនដែលនេះហើយយើងជួបប្រទះជំងឺនេះយើងអាចណាប្រើថ្នាំកាលីម៉ាន់រ៉ានឌីអូស៊ីតយើងសាច់នៅលើស្រះនេះកម្រិតប្រើលើ1 ដល់ 2 ppm យើងប្រើក្នុងមួយសប្តាហ៍ទី3ថ្ងៃយើងសាច់ម្ដងយើងអាចណាបង្ការបានជំងឺ2យ៉ាងនេះបានល្អរយៈពេលចិញ្ចឹមធម្មតាប្រមាណពី8 ខែដល់ 12 ខែត្រីសម្រេចខ្នាតប្រមាណពី 0.8 ដល់ 1.2 គីឡូក្រាមក្នុងមួយក្បាលខ្នាតត្រីចិញ្ចឹមពាណិជ្ជផលនៅចំណុះលើតម្រូវការតំបន់នីមួយៗ